banជំរាបសួរបងក្នុងវីដេអូនេះខ្ញុំបង្ហាញបងតាក់ទងជាមួយនឹងការ import stock ចូលទៅក្នុងsystem របស់យើងអញ្ចឹងដើម្បីបងអាចធ្វើការងារនឹងបានបងត្រូវតែចូលមកកាន់មុខងារ inventory ហើយបងយក transaction ហើយបងយក function ពាក្យថា good receipt អូខេតមកវានឹងមាន template មួយឲ្យបង download មកអូខេអញ្ចឹងវាមកខាងនេះអញ្ចឹងខ្ញុំធ្វើការចូល link Excel ដែលខ្ញុំបាន download ហ្នឹងមកអូខេតមកខ្ញុំបាន link Excel នេះមួយបាទយើងត្រូវតែធ្វើការបំពេញទៅតាម field មួយទី1 warehouse code អញ្ចឹងបងត្រូវតែពេញលេខកូដរបស់ warehouse ហ្នឹងអញ្ចឹងលេខកូដហ្នឹងបងរកនៅណាបានអញ្ចឹងបងចូលទៅកាន់ system យើងវិញមកបាទអូខេហើយខ្ញុំយកពាក្យថា warehouse master data ហើយ warehouse master data អូខេតមកបងនឹងឃើញលេខកូដរបស់ warehouse ហ្នឹងហើយបាទ W001 អញ្ចឹងយើងយកលេខកូដហ្នឹងមកធ្វើការបំពេញនៅកន្លែងនេះមកបាទ W001 អូខេតមកទៀត item code បាទ item code របស់មុខតំណែងរបស់យើងហ្នឹងគឺយើងបំពេញជាកូដមិនមែនបំពេញជាឈ្មោះទេណាបងបាទអញ្ចឹងកូដហ្នឹងយើងទៅរកនៅណាបានអញ្ចឹងយើងចូលទៅកាន់ system យើងវិញបាទបងឲ្យចូល master data អូខេតមកបងនឹងឃើញ item code បាទអញ្ចឹងខ្ញុំ copy មក item code របស់ Vita របស់យើងគឺ IMD បាទខ្ញុំ copy មកទាំងអស់មកអូខេខ្ញុំយកធ្វើការបំពេញនៅកន្លែងនេះអូខេតមកខ្ញុំបំពេញលេខកូដមុខតំណែងមួយទៀតតមកខ្ញុំធ្វើការបំពេញនៅកន្លែងនេះអូខេបាទតមកយកកូដបាទជាលេខកូដរបស់ຂະຫນាតមុខតំណែងរបស់យើងដែលចង់បញ្ចូលហ្នឹងអញ្ចឹងកូដហ្នឹងយើងមើលនៅណាបានអញ្ចឹងយើងត្រូវតែដឹងដែរថាតំណែងយើងបង្កើតនេះຂະຫນាតនេះជា unit អញ្ចឹងលេខកូដរបស់ຂະຫນាត unit ហ្នឹងយើងរកនៅណាបានបងត្រូវតែចូលមកកាន់ import បាទ item master data ហើយយក URM អញ្ចឹងយើងនឹងឃើញកូដរបស់ຂະຫນាត unit ហ្នឹងហើយលេខ1អញ្ចឹងយើងយកលេខ1ហ្នឹងមកបំពេញនៅក្នុងលេខ Excel យើងមកអូខេ1លេខ1នេះជាចំនួនបាទចំនួន stock ដែលយើងចង់ធ្វើការបញ្ចូលណាបងយើងដាក់100មកបាទនេះថ្លៃដើមទិញមកប៉ុន្មានមកដាក់ប៉ុណ្្នឹងមកទៅមកទៀត GL account យើងត្រូវបំពេញលេខកូដរបស់ account របស់យើងអញ្ចឹងបងត្រូវតែដឹងថាការធ្វើ stock នេះជាគ្រាន់តែការដាក់ចំនួន stock ឲ្យមាននៅក្នុង system ឬក៏ជាការដាក់ stock ដើមគ្រាបើសិនជា stock ដើមគ្រាបងត្រូវតែរើសប្រភេទ account វាដែលស្ថិតនៅក្នុង capital ណាបងបាទអញ្ចឹងបងឆ្ងល់ទៀតហើយអញ្ចឹងយើងត្រូវបំពេញនៅកន្លែងណាបងចូល financial មកហើយចូល chart of account អញ្ចឹងខ្ញុំចូល asset អញ្ចឹងខ្ញុំគ្រាន់ការធ្វើ stock នេះខ្ញុំគ្រាន់តែដាក់ចំនួន stock ឲ្យមាននៅក្នុង system ដើម្បីធ្វើការលក់បានទេអញ្ចឹងខ្ញុំត្រូវតែរើស account នៅក្នុងប្រភេទ asset នេះអញ្ចឹងខ្ញុំដាក់ប្រភេទ account stock ចាស់បាទដែលមានលេខកូដប៉ុណ្ណឹងខ្ញុំ copy មកបាទអូខេហើយខ្ញុំយកបំពេញនៅក្នុងលេខ Excel នេះបាទបំពេញដូចគ្នាមកជាមួយខ្ញុំធ្វើការ save បាទខ្ញុំទុកនៅក្នុង desktop បាទនៅខ្ញុំដាក់ឈ្មោះវា import stock ដាក់មួយមកឲ្យជាន់ឈ្មោះគ្នាគេខ្ញុំធ្វើការ save ហើយយើងចូលទៅកាន់ system យើងវិញហើយយើងយកមុខងារ transaction go receipt តមកវានឹងមានមុខងារឲ្យយើងធ្វើការ upload list ដែលយើងបានបំពេញអំបញ្ញមិញហ្នឹងអញ្ចឹងនេះបាទបងចុចសញ្ញា upload នេះមកហើយខ្ញុំរកលេខ Excel ដែលខ្ញុំបានបំពេញហ្នឹងអូខេតមកខ្ញុំរើសបាទ receive by ថាអ្នកណាអ្នកធ្វើការបញ្ចូល stock ហ្នឹងខ្ញុំរើស admin ចុះអូខេបងរើសប៉ុណ្ណឹងបងធ្វើការចុច add ចុច yes អូខេអញ្ចឹងយើងឃើញថាយើងបាន import ចំនួន stock 2 item មិញចូលហើយអញ្ចឹងយើងអាចទៅមើល stock អីវ៉ាន់2មិញបានមកចូល report inventory stock in warehouse អូខេចុច span មួយមកនេះជាចំនួន stock ដែលខ្ញុំបានធ្វើការ import ចូលបាទគឺមាន2ហ្នឹងបាទជាវីដេអូនៃការបញ្ចូល stock គឺមានតែប៉ុណ្្នឹងទេបងអរគុណច្រើន